ក្នុងសិលសូមកណាគុណចាស់ញាតិញោមស្រីប្រុសទាំងអស់រីករាយជ្រះថ្លាក្នុងការស្ដាប់នៅប្រធัวពិចារណាតាមហេតុផលទាំងទៀតតល័យទេវបុត្រទូលសួរប្របាទនិមរាជនោះដែលស្ដេចឡើងកាន់រត់ជាទឹកហើយដូច្នេះថាបបិទ្ធព្រះរាជាដ៏ប្រសើរជាម្ចាស់នៃទិសទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណាតាមផ្លូវដែលសត្វមានបាបកម្មឬតាមផ្លូវដែលសត្វមានបញ្ញកម្មមេតល័យទេវបុត្រនឹងដោយអំណាចខ្លួនជាសារថីឆ្លាតឆ្លៀសនឹកចង់នាំព្រះរាជានឹងទៅឃើញឋាននរកចង់ឃើញឋាននរកចង់ថ្វាយព្រះរាជាទួតឋាននរកផងហើយសួរថាឥឡូវទៅណាទៅឋាននរកមុនឬក៏ទៅឋានទេវលោកមុនណាបាទនិមរាជណាព្រះបរមពុរិស័ទក៏បានពោលថាមនាមេតល័យទេវសារថីរចម្រើនអ្នកចូលនាំខ្ញុំទៅតាមផ្លូវទាំងពីរគឺផ្លូវដែលមានសត្វមានបាបកម្មផងផ្លូវដែលសត្វមានបញ្ញកម្មផងមេតល័យទេវបុត្រក៏បានឆ្លើយតបមកថាបបិទ្ធព្រះរាជាដ៏ប្រសើរជាម្ចាស់នៃទិសទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណាមុនតាមផ្លូវដែលសត្វមានបាបកម្មមុនឬក៏ទៅតាមផ្លូវដែលសត្វមានបញ្ញកម្មមុនព្រោះមេតល័យទេវបុត្រមិនអាចនាំទៅម្ដងទាំងពីរបានទេបាទនិមរាជក៏បានឆ្លើយថាខ្ញុំចង់ឃើញនរកជាទីទៅនៃពពួកសត្វអ្នកមានបាបកម្មទាំងឡាយខ្ញុំចង់ឃើញឋាននៃសត្វមានបាបកម្មដ៏អាក្រក់និងកតិនៃសត្វទ្រុសិលទាំងឡាយជាមុនក្នុងការនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមេតល័យទេវសារថីបង្ហាញព្រះរាជានៅស្ទឹងឈ្មោះវេតរណីដែលសត្វឆ្លងបានដោយកម្រប្រកបព្រមដោយទឹកផ្សារប្រៃកំពុងពុកក្តៅដោយអណ្ដាតភ្លើងណានៅក្នុងវេតរណីណានរកហ្នឹងពួកនេរិយបាលដេញសត្វនរកចឹងដេញសេចចាក់លេងចាក់ហើយស្ត្រាវុធពួកនរករត់ទៅឃើញអាស្ទឹងវេតរណីហ្នឹងលោតទម្លាក់ទៅហ្មងចឹងណារត់កិច្ចពីនេរិយបាលដូចពួកព្រានដេញបាញ់សត្វដេញគប់សត្វអញ្ចឹងរត់កិច្ចទៅលោតទម្លាក់ទៅក្នុងស្ទឹងហ្នឹងស្មានតែផុតស្ទឹងហ្នឹងមានអីចឹងធ្លាក់ទៅអានៅក្នុងស្ទឹងហ្នឹងសិតតែបលាប៉ិនផ្លូវប៉ិនកពួនជើងណាបលាពេញស្ទឹងវេតរណីហ្នឹងចឹងរួចទៅឆេះដូចទឹកប្រេងចឹងឆេះភ្លើងពីលើវឹបឡើងទៀតហើយទឹកហ្នឹងប្រៃទៀតមុតបលាហើយវាត្រូវអាទឹកប្រៃនឹងទៀតឈឺទៀតណាហើយធ្លាក់ទៅអាផ្កាឈូកដោះឡើងអាស្លឹកឈូកហ្នឹងមិនមែនឈូកយើងស្លឹកទន់នេះណាទៀតឈូកដែកមុតនឹងអាឈូកដែកហ្នឹងដូចរណាកាត់ចឹងឯងដល់អញ្ចឹងទៅសត្វនរកនោះវាក្តៅនឹងអាភ្លើងឆេះគិតថាមុជទៅក្រោមត្រៃលោកបានសុកមុជទៅក្រោមអាគ្រឿងនៅក្រោមនោះសិតតែគ្រឿងមុតប្រកបឡើងទៀតពួកសត្វនរកហ្នឹងងើបឡើងស្រែកហ្មងចឹងស្រែកហ្មងលេងរត់ទៅណាដឹងតែពីស្រែកណាវេតរណីនរកទី1ដែលមេតល័យទេបុត្រនាំនិមរាជព្រះបរមពុរិស័ទទៅចឹងប្របាទនិមរាជទ្រង់ឃើញសត្វនរកកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណីជាទីឆ្លងឡើងបានដោយកម្រក្រៃលែងហើយត្រាស់សួរមេតល័យទេវសារថីថាមនាទេវបុត្រអ្នកបម្រើភ័យមានដល់ខ្ញុំព្រោះឃើញសត្វនរកកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណីមនាមេតល័យទេវសារថីខ្ញុំសួរអ្នកសត្វទាំងឡាយនេះធ្លាក់ទៅកម្មស្ទឹងវេតរណីតើពួកសត្វនេះបានធ្វើបាបកម្មអីមេតល័យទេវសារថីដែលព្រះបាទនិមរាជសួរហើយក៏ព្យាករផលនៃបាបកម្មទាំងឡាយដែលខ្លួនដឹងហើយទូលព្រះរាជាដែលព្រះអង្គមិនបានជ្រាបពួកសត្វណាមានកម្លាំង
មានធัวដល់លាមកបៀតបៀនប្រតិចផ្ដាសានៅពួកសត្វដែលមានកម្លាំងខ្សោយក្នុងជីវលោកពួកសត្វមានកម្មលាមកទាំងនោះរមែងរួមនៅបាបពួកសត្វទាំងនោះឯងតែងធ្លាក់ទៅកម្មស្ទឹងវេតរណីទៀតណាគឺអ្នកមានទ្រព្យសម្បត្តិមានអំណាចបៀតបៀនអ្នកដែលទន់ខ្សោយទៀតទន់ខ្សោយ3យ៉ាងណាមួយគឺទន់ខ្សោយដោយកម្លាំងពីរទន់ខ្សោយដោយទ្រព្យ3ទន់ខ្សោយដោយអំណាចត្រូវគេបៀតបៀនត្រូវគេបៀតបៀនដោយពាក្យសម្ដីតកោះបោះបោកទៅហើយអ្នកទន់ខ្សោយនឹងអត់ហ៊ានតទេហើយនឹងបៀតបៀនទៅដោយសត្រាទៅដោយអំពើកម្មផ្សេងលើអ្នកទន់ខ្សោយហ្នឹងបាបកម្មហ្នឹងធ្វើឲ្យអ្នកដែលបៀតបៀនអ្នកទន់ខ្សោយហ្នឹងអ្នកដែលមានកម្លាំងអ្នកដែលខ្លាំងហ្នឹងណាទៅបៀតបៀនអ្នកទន់ខ្សោយហ្នឹងធ្លាក់ទៅនរកវេតរណីនរកហ្នឹងរួចទៅនរកមួយទៀតទី2ចឹងនរកទី2ទៅនរកទី2ព្រះបាទនិមរាជឃើញឆ្កែព្រៃចឹងពួរអាដាងក៏មានអាខ្មៅក៏មានអាសក៏មានអាក្រហមក៏មានណាហើយឆ្កែហ្នឹងមិនចេះតូចប៉ិនតម្រៃចឹងណាដេញខំសត្វនរកដេញស៊ីសាច់ហ្មងខំបានស៊ីសាច់ខំបានស៊ីសាច់ចុះឲ្យឆ្អឹងគៀមឆ្អឹងទៀតណាហើយនិយាយពីថ្មាតប៉ិនរតេះដឹកអីវ៉ាន់មនុស្សយើងហ្នឹងប៉ុណ្ណឹងហើយចំពោះដែកចឹងដេញខំនរកសត្វនរកហ្នឹងចូលចិត្តបឺតអាខួរក្នុងឆ្អឹងនរកនោះទៀតចឹកផោះបែកឆ្អឹងបឺតខួរក្នុងឆ្អឹងនរកក្អែកហ្នឹងក៏ធំគួរឲ្យខ្លាចតែងទំពាស៊ីសត្វនរកដែលវាប្រទះឃើញមនាលទេវបុត្រអ្នកបម្រើភ័យមានដល់ខ្ញុំព្រោះឃើញមេតល័យទេវសារថីខ្ញុំសុំសួរអ្នកពួកឯកឆ្កែតែងតែខំតែងតែជជែកឈីនៅសត្វទាំងឡាយនោះទៅសត្វទាំងអស់នេះបានធ្វើបាបកម្មអីមេតល័យទេវសារថីដែលព្រះបាទនិមរាជជួឲ្យក៏ព្យាករនៅផលនៃកម្មនោះសត្វទាំងឡាយណានីមួយមានសេចក្តីកំណាញ់ស្វិតស្វាញមានធัวលាមកពេកជាអ្នកជេរប្រតិចបៀតបៀនបន្ទុះដល់សមណៈព្រាហ្មណ៍ជាអ្នកមានអំពើដល់លាមកទាំងនោះរមែងរួមបាបទៅពួកឆ្កែពួកហ្វូងក្អែកចិញ្ចែងស៊ីនៅសត្វទាំងអស់នោះណាប៉ុណ្ណឹងកំណាញ់ចឹងកំណាញ់អត់ឲ្យទៀនហើយឃើញសមណៈព្រាហ្មណ៍បិណ្ឌបាតបិណ្ឌអីអញ្ចឹងទៅជេរទៅណាជេរសមណៈព្រាហ្មណ៍វាអត់មានសទ្ធាអត់ជឿតែម្ល៉េះវាចេះតែចេញមកអាពាក្យជេរហ្នឹងជេរសមណៈព្រាហ្មណ៍ស្មងប្រពន្ធស្មងស្អីមិនគុំស៊ីសាច់ខ្លួនឯងអីចឹងទៅវិញទៅណាហ្នឹងវាមានអញ្ចឹងតែហើយទៅណាបើបាបកម្មវាមានអញ្ចឹងទៅណាមិនដែលមកកើតជាមនុស្សជាទេវតាកើតបើជេរអ្នកមានសិលទេធ្វើបន់ជាមួយអ្នកមានសិលបានសម្បើមឯដល់លេងជេរអ្នកមានសិលសមណៈព្រាហ្មណ៍ហើយខ្លួនឯងកំណាញ់ទៀតវាមានមកជាមនុស្សអីរួចណាហ្នឹងរឿងហ្នឹងអ្នកអត់មានសទ្ធាគេថាអត់ជឿនរកអត់ជឿអីទេណាហើយមិនជឿមានណាទៅបង្ខំប៉ុន្តែរឿងហេតុផលហ្នឹងវាមានជីវិតវាប្រព្រឹត្តទៅតាមកម្មណាយើងវាមានអំណាចអីនៅក្នុងបញ្ញខណ្ឌនេះបើយើងមានអំណាចមិនបាច់ចាស់មិនបាច់ឈឺមិនបាច់ស្លាប់ទេហើយមិនបាច់កើតជាអ្នកក្រវាមានអំណាចអីទេអ្វីៗវាប្រព្រឹត្តទៅតាមកម្មមើលឃើញមនុស្សយើងសពថ្ងៃហ្នឹងយ៉ាងម៉េចមានអំណាចអីខ្លួនឯងពុទ្ធបរិស័ទយើងហ្នឹងមិនមានទេពចក្ខុឃើញនរកទេប៉ុន្តែអប់រំបញ្ញាឃើញបដិច្ចសមុបាទធម៌ទេឃើញច្បាស់នរកសួរហ្នឹងគឺឃើញច្បាស់អត់សង្ស័យច្បាស់ជាងអ្នកមានទេពចក្ខុឃើញនរកឃើញទេវតាទៀតអ្នកមានទេពចក្ខុអត់ឃើញបដិច្ចសមុបាទធម៌នៅមានមិច្ឆាទិដ្ឋិនៅឡើយទេសស្សតទិដ្ឋិឃើញមានសត្វបុគ្គលស្លាប់ទៅកើតទៀតអីអញ្ចឹងតែឃើញបដិច្ចសមុបាទធម៌ឃើញច្បាស់នៅកម្មដែលនាំឲ្យកើតនរកប្រែទេឆានសុរកាយនាំឲ្យកើតជាមនុស្សទេវតាកើតជាព្រំអីហ្នឹងឃ
កម្មដែលជាបច្ច័យនៃបដិសន្ធិវិញ្ញាណហើយអត់មានសស្សតតិដ្ឋិទៀតឃើញកម្មជាបច្ច័យទៀតធម្មចក្ខុទាំងភ្នែកឃើញធម៌នេះណារឿងនេះរឿងវត្តសង្សារណាមិនមែនមានតែមនុស្សទេកើតមកជាមនុស្សមិនមែនមានតែមនុស្សទេមិនមែនស្អីដែលយើងអត់ដឹងហើយអត់មាននោះទេកុំឲ្យច្រឡំនោះយើងវាមិនមែនតាន់អស់អវិជ្ជាណានៅល្ងងទាំងដុលនៅមានស្រឡាញ់ស្អប់កប់តោះនៅកំណាញ់នៅចំណែនអញ្ចឹងហើយយើងចេះដឹងអីទាំងអស់អាចដឹងអីសពគ្រប់បានទេរឿងដែលយើងមិនដឹងមានច្រើនណាស់យើងកុំជជែកធ្វើជាមនុស្សប្រកែក្រាន់បើអីនោះយើងវានៅកិលេសបើថាអស់កិលេសហើយជេយកទៅហើយវានៅកិលេសទាំងអស់អញ្ចឹងហើយចង់ក្រាន់បើមិនអញ្ចឹងណាហើយទៅនរកមួយទៀតទី3ចឹងទៅដល់ព្រះជាឃើញសត្វនរកមានសរីរៈឆេះសធោសន្ធើដើរលើផែនដែកហ្មងចឹងដែកភ្លើងដើរលើនឹងហើយមិនដើរតិចស្រួលណាដើរថែមទាំងនៃរយៈបាលនឹងសំពងគ្នានោះទៅទៀតសំពងអាហ្នឹងវាចិត្តវាកើតឡើងអញ្ចឹងចឹងដូចមនុស្សចាប់ត្រីកាច់កឃើញសត្វបាញ់សម្លាប់ចាក់ដោយលំពេងចាប់មន់ចាប់ទាមកបោចរោមអាកខ្វិចអាកជ្រូកវាស្រួលសบายដៃនៃរយៈបាលវាសบายអញ្ចឹងទៅដែរក្នុងការសម្លាប់សត្វនរកហ្នឹងបាបនៃរយៈបាលហ្នឹងទៀតមិនបាបទេណាតែចិត្តវាកើតឡើងអញ្ចឹងទៀតដោយសារកាលដែលនៅជាមនុស្សហ្នឹងចិត្តខ្មាំងជាមួយអ្នកទោសចិត្តខ្មាំងអញ្ចឹងអ្នកណាធ្វើបាបកម្មធ្វើអីលួចប្លន់គេកាប់សម្លាប់គេហ្នឹងចិត្តនោះវាខឹងក្រោតកើតឡើងទៅនឹកអញចាប់បានអីអញកាប់អញច្រាំចិត្តនឹកក្នុងចិត្តអញ្ចឹងណាអាហ្នឹងប្រយ័ត្នណាញាតិញោមប្រយ័ត្នទៅកើតនៃរីបាលទៅណាចិត្តខឹងជាមួយអ្នកធ្វើទោសណាអាឧបនិស្ស័យហ្នឹងវាទៅណាសន្សំណាទៀតណាសន្សំទៅស្លាប់ទៅកើតក្នុងកំណើតទេវតាឋានចាតុមហារាជការកម្មតួនាទីតំណែងជាអ្នករក្សានរកនៃរីបាលហ្នឹងអ្នកគ្រប់គ្រងនរកមានស្ដេចយមរាជជាព្រះរាជាស្ដេចឋាននរកដល់ទៅកើតជានៃរីបាលថាឃើញតែសត្វនរកហ្នឹងដេញសំពងហ្មងចឹងចិត្តវាធ្លាប់គិតមកអញ្ចឹងឧបនិស្ស័យវាទៅអាហ្នឹងជាឧបនិស្សយបច្ច័យចឹងហៅថាបកតោបនិស្សយបច្ច័យណាមិនមែនរឿងកម្មវិបាកអីណាកម្មឲ្យវិបាកកើតជាទេវតាកុសលវិបាកបដិសន្ធិតែអាចិត្តនេះចិត្តឃើញសត្វនរកហ្នឹងឃើញបានណាធ្លាប់សន្សំអារឿងខឹងឃើញគេចាប់ចោលបានឬក៏ចាប់មិនបានក៏ដោយឬលួចឬប្លន់ឬអីណានឹកក្នុងចិត្តស្អប់ចោលស្អប់អ្នកទោសស្អប់អ្នកធ្វើអាក្រក់ហ្នឹងអាហ្នឹងអត់បានទេយ៉ាត់ទៅកើតនៃរីបាលហើយសួរមេតល័យទេបត់ទៅឃើញនរកហ្នឹងសួរណាម្នាក់ទេបំរើមិនបានជាវាមាននរកហ្នឹងអញ្ចឹងប្រាប់ខ្ញុំផងបានមេតល័យទេវសារថីដែលប្របាទនិមរាជសួរហើយក៏បានឆ្លើយថាជន់ទៅឡាយមានបាបធัวពេញបន្ទុកបៀតបៀនប្រតិចផ្ដាសានៅបរោះស្ត្រីដែលឥតមានបាបអត់មានបាបធัวនៅក្នុងមនុស្សលោកឈ្មោះថាជាអ្នកមានបាបធัวពេញបន្ទុកបៀតបៀនប្រតិចផ្ដាសាបរោះស្ត្រីដែលជាអ្នកមានគុណធម៌អត់មានបាបអត់មានទោសណាហើយនៅស្រុកមនុស្សនេះស្មានតែរួចខ្លួនចឹងមានរួចឯណាធ្លាក់នរកអ្នកដែលមានបាបកម្មទាំងអស់នោះរមែងរងបាបជន់ទាំងឡាយនោះឯងហើយដែលនៃរយៈបាលបៀតបៀនដោយចម្បងដេកដួលនៅរួចទៅជាទៅនរកទី4ណានៃរយៈបាលដេញធ្លាក់រណ្ដៅល្ងើកភ្លើងត្រឹមចកេះចឹងនរករួចទៅគ្នាគាត់ប្រណៅលើមួករណ្ដៅនរកត្រឹមចកេះសិតទៅរណ្ដៅល្ងើកភ្លើងហើយមិនព្រមឲ្យគ្នាប៉ុណ្ណឹងទៀតទៅបានអាកត្រកអីណាមកដាក់ឯងចិត្តទៅដុំល្ងើកភ្លើងយកទៅចាក់ស្រោចទៅលើក្បាលគ្នាទៀតនៃបាលទៀតណាសត្វនរកមានខ្លួនឆេះជុំវិញកំពុងស្រែកទួញយំធ្លាក់ទៅកាន់រណ្ដៅល្ងើកភ្លើងហើយធ្ងោទៀតហើយសួរមេតល័យទេបត់មេតល័យទេបត់
ទូលបរិជាថាជនទាំងឡាយណានេះមួយពោលអាងសាក់សីកោងក្នុងហេតុនៃទ្រព្យរបស់ប្រជុំជនហើយញ៉ាំងទ្រព្យជាបំណុលនោះឲ្យវិន័យបើពិតព្រះអង្គជាធំជាងជនទាំងឡាយនោះញ៉ាំងពួកជនឲ្យវិន័យហើយជនទាំងឡាយអ្នកមានកម្មដល់លិមករមែងរងបាបជនទាំងអស់នោះឯងធ្លាក់ទៅកាន់រណ្ដៅងើភ្លើងហើយថ្មោណាអាហ្នឹងអាដែលនេរិយបាលដេញធ្លាក់ក្នុងរណ្ដៅនរកត្រឹមចកេះភ្លើងអីយូងើភ្លើងចាក់ពីលើហ្នឹងណាអាហ្នឹងដែលនៅមកពីមនុស្សហ្នឹងនេះដែលអាងសាក់សីកោងហើយញ៉ាំងទ្រព្យរបស់ពួកជនហ្នឹងឲ្យវិន័យហ្នឹងអ្នកដើររែងអង្គាសប្រាក់ចឹងរែងអង្គាសប្រាក់ធ្វើកត់ធ្វើសាលាធ្វើព្រះវិហាររួចទៅចាយអស់ណាចាយអស់រួចដល់គេសួរដេញដោលទៅអាងអ្នកនេះអាងអ្នកនោះសាក់សីកោងហ្នឹងសាក់សីខូចអូគេចាប់ចែងធ្វើនេះអស់ហើយគេចាប់ចែងធ្វើនោះអស់ហើយសុំកលុំគ្នាទៅធ្វើនេះធ្វើនោះអស់តែខ្លួនឯងចាយស្រួលទៀតប្រាក់គេធ្វើកត់សាលាធ្វើព្រះវិហារណាហ្នឹងសេចក្តីបញ្យលក្នុងព្រះអត្ថកថាណាខ្ញុំមិនមែនចេះតែថាទេណាមកបញ្យលអាឡែងហ្នឹងអាហ្នឹងធ្លាក់រណ្ដៅងើកភ្លើងហើយគេចាក់ដុំងើកភ្លើងពីលើនោះអាហ្នឹងកុំឲ្យឆ្ងាញ់នឹងប្រាក់វត្តទៀតប្រាក់គេធ្វើព្រះវិហារទេហើយទៅទៀតដល់អនុរកទី5ដល់អនុរកទី5នេរិយបាលចាប់ជើងឡើងលើទាំងក្បាលសញ្ញងចុកក្រោមចលក់ទៅក្នុងលោហៈគម្ពីរនរកខ្ទះទងដែងណាខ្ទះទងដែងធំមានភ្លើងឆេះសន្ធោសន្ធើរន្ទាលច្រាលឆ្អៅប្រកបជាក់ស្ដែងនេះមេតល័យទេពបំរើរឿងហ្នឹងវាយ៉ាងម៉េចខ្ញុំសូមសួរអ្នកសត្វនរកទាំងអស់ហ្នឹងមានក្បាលសញ្ញងចុះធ្លាក់ទៅកាន់ខ្ទះពេញទៅដោយទឹកទងដែងដែលកំពុងពុះក្តៅសត្វនរកហ្នឹងធ្វើបាបកម្មអីមេតល័យទេបត់ឆ្លើយជនទាំងឡាយណាមានធัวដល់លាមកពេកបៀតបៀនបតិចប្រាសានៅសមណៈឬព្រាហ្មណ៍ជាអ្នកមានសិលជនអ្នកមានកម្មដល់លាមកទាំងឡាយនោះតែងទទួលរងនៅបាបកម្មនោះអានោះរឿងបៀតបៀនបតិចដាសាសមណៈព្រាហ្មណ៍ទៀតសបោហ្មងចឹងមិឆាទិដ្ឋិអត់ជឿគុណសមណៈព្រាហ្មណ៍អត់ជឿគុណទេឃើញមនុស្សដូចតែគ្នាដល់ចឹងទៅចិត្តវាអត់ជ្រះថ្លានឹងគុណណាបានយើងរៀនធัวយើងឲ្យដឹងថាយ៉ាងម៉េចគុណទេមើលអត់ឃើញទេតែយើងជ្រះថ្លាថាសីលគុណសមាធិគុណបញ្ញាគុណតែមើលឲ្យឃើញគុណបានយើងជ្រះថ្លានឹងប្រសង្ឃជ្រះថ្លានឹងលោកបើយើងមើលអត់ឃើញគុណហ្នឹងគេអត់ជ្រះថ្លាទេណាគេឃើញប្រសង្ឃគេអត់គោរពអត់ដោះស្បែកជើងអត់ដោះមួកអត់ថ្វាយបង្គំទេបើថាសំពះក្រណយោគួសមបង្អួតអ្នកណាអ្នកណីអីនោះទេដល់ក្នុងចិត្តជ្រះថ្លានឹងប្រសង្ឃគឺមានគុណនៅក្នុងប្រសង្ឃនោះអត់មានទេអាហ្នឹងមនុស្សច្រើនណាស់រហូតដល់ទៅមនុស្សដែលក្រៅលទ្ធិសាសនាអីទៀតមើលងាយតេះដៀលប្រសង្ឃសមណៈព្រាហ្មណ៍នឹងមិនដឹងបណ្ណាទៅទៀតហើយក្នុងសម័យពុទ្ធកាលផងសុទ្ធតែជាព្រះអរិយៈសុទ្ធតែព្រះអរហន្តហើយដល់ទៅនរកទី6ទៀតចាប់យកខ្សែអុកកមកកាត់ក្បាលប៉ិតហើយកាត់ពឹបតែក្បាលដោះចេញវិញទៀតហើយឈឺទៀតកាត់ទៀតពួកនេរិយបាលតបែងកចងតាក់កសត្វនរកហើយកាប់ពន្លះបោះទៅក្នុងទឹកក្តៅហើយសាកសួរតែពួកសត្វដែលមានក្បាលដាច់ដេកនៅនេះសត្វនឹងធ្វើបាបអីមេតល័យទេបត់ឆ្លើយថាជនទាំងឡាយណាក្នុងโลกនេះមានបាបធัวពេញបន្ទុកតែងចាប់បៀតបៀននៅសត្វស្លាបទាំងឡាយបៀតបៀនសត្វទាំងដាក់តាក់សត្វដាក់តាក់សត្វទាំងណាញាតិញោមស្លាប់ដាក់តាក់សត្វទេបានតាក់កដោសម័យលោកពោធទៀតមានណាសរសៃប្រាំងកង់នោះកដោចូលតាក់កគ្នាវីបោណាបបិទ្ធព្រះអង្គជាធំជាងជនទាំងឡាយនោះបៀតបៀនហើយនៅសត្វស្លាបពួកជនអ្នកមានបាបកម្មដល់លាមកនោះតែងទទួលរងនៅបាបជនទាំងនោះមានក្បាលដាច់ហើយដេកនៅដូច្នេះហើយដល់ទៅទៀតទី7
ស្ទឹងនេះមានទឹកច្រើនមានច្រាំងមិនជ្រៅមានកំពង់ល្អរៀបទៀបហូរទៅសបាយហ្មងទាំងក្នុងឋាននរកហ្នឹងណាកំពង់រៀបស្មើល្អហើយទឹកហ្នឹងក៏ថ្លាស្អាតហើយសត្វនរកហ្នឹងស្រេកឃ្លានគ្របសង្កត់ឃើញតែទឹកហ្នឹងស្ទុះចូលទៅទាំងតែចូលទៅស្រាប់តែទឹកទាំងអស់ហ្នឹងដែលមើលទៅថ្លាស្អាតហ្នឹងទៅជាកាមទាំងវាលកាមមើលទៅឃើញអញ្ចឹងហ្មងទាំងរហូតហើយអាពងតែស្រេកឃ្លានហ្នឹងបើមិនតាន់ឃើញទឹកអាហ្នឹងវាគ្រាន់បន្តិចទៀតអាឃ្លានហើយឃើញទឹកស្ទុះទៅរនេះតែទៅជាកាមអស់ស្ងួតរើងតែអញ្ចឹងទៅអ្នកមេតល័យទេវសារថីខ្ញុំសួរអ្នកចុះទឹកដែលសត្វទាំងឡាយនោះផឹកហើយคล้ายទៅជាកាមវិញតើមកពីបាបអីបើពិតបរិជាជនទាំងឡាយមានកិច្ចការមិនបរិសុទ្ធលាយស្រូវសុទ្ធជាមួយកាមយកកាមទៅលាយជាមួយស្រូវណាហ្នឹងមានទៀតណាចាស់ប្រាប់ខ្ញុំហើយដល់មកឃើញក្នុងនេះមានអញ្ចឹងមែនមនុស្សយើងនឹងមានអញ្ចឹងដែរលក់ស្រូវឲ្យគេលេងកាមណាចាស់ពីស្រូវឲ្យដល់អ្នកទិញបានជាទឹកដែលជន់ទាំងឡាយនោះកំពុងមានសេចក្តីក្តៅបៀតបៀនមានសេចក្តីស្រេកឃ្លានទ្រពសង្កត់ផឹកទៅជាកាមហើយទៅនរកមួយទៀតទី8ហ្នឹងនាយនៃរាជបាលចាក់នៅសរីរៈទាំងពីរខាងនៃសត្វនរកនេះដែលកំពុងតែកតុកកន្ទិញទៅដោយព្រួញទាំងឡាយក៏មានដោយលំពេងទាំងឡាយក៏មានដោយលំពេងស្នែងកបីទាំងឡាយក៏មានដេញចាក់ទៅហ្មងហើយដល់សួរទៅនាយនៃរាជបាលបៀតបៀនដោយលំពេងដេកនៅដូចនេះហ្នឹងតើមកពីបាបកម្មអីអាហ្នឹងកាលដែលនៅពីមនុស្សបាបកម្មហ្នឹងលួចស្រូវអតនេទានទៀតទ្របប្រាក់មាសទាំងសត្វចិញ្ចឹមពពែជៀមនិងកបីដែលគេមិនបានឲ្យហើយធ្វើនៅការចិញ្ចឹមជីវិតលួចស្រូវកមាសប្រាក់សត្វអីគេហ្នឹងមិនទទួលនៅបាបហ្នឹងណាហើយទៅទៀតទី9ហ្នឹងឃើញសត្វនរកនោះត្រូវនាយនៃរាជបាលចងកអូសណាពួកដតីត្រូវនាយនៃរាជបាលនោះចិញ្ច្រាំអាខ្លះចិញ្ច្រាំអាខ្លះចងកអូសណាហើយខ្លះទៀតហ្នឹងនាយនៃរាជបាលហ្នឹងធ្វើឲ្យខ្ទេចខ្ទីដួលដេកនៅដល់សាកសួរទៅពីដើមហ្នឹងអ្នកសម្លាប់សត្វស្អីណាជ្រូកសម្លាប់ត្រីសម្លាប់សត្វចិញ្ចឹមបីពពែជៀមហើយដាក់លក់ឲ្យដល់រៀនផ្សារលក់សាច់ចិញ្ចឹមសត្វកាប់លក់ធ្លាក់នរកណាឈប់ចិញ្ចឹមទៅឈប់សម្លាប់សត្វទៅណាហើយដល់ទៅទៀតទៅទី10ទៀតលងពេញណាទៅដោយទឹកម៉ូតលមួកឧសតៈនរកចឹងមានក្លិនអាក្រក់មិនស្អាតស្អុយចាយទៅពួកជនអ្នកមានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយដល់ទៅឃ្លានត្រំបាននេះទៀតលមួកហ្នឹងក៏ឆ្ងាញ់ដែរទឹកម៉ូតហ្នឹងអាស្អុយងោកហ្នឹងស៊ីនៅម៉ូតនិងករិស័កនោះមកពីអីបានជាពួកអ្នកទាំងអស់ហ្នឹងបរិភោគនៅម៉ូតនិងលមួកជនទាំងអស់នោះធ្វើបាបកម្មដូចម៉េចប្រទុសរាយមិត្តណាទុសរាយមិត្តទៅឧសតៈនរកបរិភោគម៉ូតលមួកក្នុងនរកណាអ្នកដែលបៀតបៀនមិត្តសម្លាញ់អ្នកតាំងនៅក្នុងការបៀតបៀននៅជនដតីសពកាលពួកជនទាំងឡាយមានអំពើលិមក់នោះរមែងរងបាបជនពេលទាំងឡាយជាអ្នកប្រទុះមិត្តតែងបរិភោគនៅម៉ូតលិមក់ប្រទុសរាយមិត្តចិត្តល្អតែងធ្វើនៅអំពើជាប្រយោជន៍ហើយក្បត់ចិត្តមិត្តណាដោយបំណងយ៉ាងណាមួយដោយប្រយោជន៍យ៉ាងណាមួយណាចឹងបានយើងត្រូវយកកល្យាណមិត្តជាសំខាន់ទៀតយើងមកស្ដាប់ធម៌មករៀនធម៌អីហ្នឹងទៅអប់រំចម្រើនមេត្តាឲ្យច្រើនណាគ្រប់គ្រងភាពជាកល្យាណមិត្តឲ្យដល់គ្នានឹងគ្នាកុំជ្រោមជ្រែងរឿងស្នេហារឿងស្អីនោះអត់ទេអាហ្នឹងអត់ចម្រើនទេមានតែអន់ថយ
ជ្រោមជ្រែងភាពជាកល្យាណមិត្តណាមកវត្តមកអីហ្នឹងក៏យើងជ្រះថ្លាសិក្សាប្រធัวអញ្ចឹងទៅហើយប្រសង់ហ្នឹងក៏ណែនាំល្អដឹកនាំឲ្យប្រព្រឹត្តកុសលធម៌មានសេចក្តីសង្វេគធ្វើទានរក្សាសិលសមាទិអបោសុតអញ្ចឹងទៅបើចិត្តកើតឡើងជាសេចក្តីស្រឡាញ់គឺថាអប់រំកុំឲ្យវាកើតឡើងព្រោះអានេះវាជារឿងគួរឲ្យសង្វេគក្នុងសង្សារវដ្តទេតម្កល់ខ្លួនយើងឬតម្កល់អ្នកដទៃទុកជាកល្យាណមិត្តល្អទាំងរុងរឿងអត់មានចាំបាច់លាក់លៀមអត់មានចាំបាច់បំបិតបំបាំងអីទេគឺថាជាចំហហើយរឿងល្អរឿងប្រសើរទៀតណានឹងភាពជាកល្យាណមិត្តភរិយាស្វាមីអីក៏អញ្ចឹងទៀតសេចក្តីស្រឡាញ់ស្នេហារាគៈអីហ្នឹងវាថយទៅក៏យើងមិនបែកបាក់គ្នាទេប៉ុន្តែយើងបញ្ចូលមេត្តាមកណាមេត្តាករុណាឲ្យដល់គ្នានឹងគ្នាកុំធ្វើឲ្យគ្នាលំបាកលំបិនណាមានភាពស្មោះត្រង់នឹងគ្នាដោយមេត្តានាំគ្នាធ្វើទានរក្សាសិលទាំងអស់គ្នាទៅជាភរិយាស្វាមីដ៏ល្អក្នុងភាពជាមិត្តសម្លាញ់ទាំងភរិយាបរមាសក្ខាពុទ្ធសម្ដែងអាហ្នឹងល្អទាំងជួយជ្រោមជ្រែងផ្នែកខាងកុសលធម៌ឲ្យដល់គ្នានឹងគ្នាទៅមានភាពជាមិត្តក្នុងរាគៈក្នុងលោភៈវាអត់មានធัวជាមិត្តទេសិតតែអកុសលចិត្តអកុសលចិត្តសក្តិទាំងអស់ហើយអត់មានចម្រើនទេទៀតនឹងបានរឿងកល្យាណមិត្តនេះចាំមានសភៅក្នុងភាគ10នេះខ្ញុំប្រមូលពុទ្ធិកាអំពីរឿងគុណសម្បត្តិនៃការមានកល្យាណមិត្តទាំងណាហើយទៅនរកមួយទៀតទី11លងនឹងពេញពោទៅដោយឈាមនិងខ្ទុះណាចឹងយើងឮតែឈាមខ្ទុះក្លិនអាក្រក់មិនស្អាតប៉ុណ្ណឹងខ្លាចបាបបាត់ខ្លាចកិលេសហ្មងទៀតខ្លាចកិលេសដល់អញ្ចឹងទៅធ្វើទានរក្សាសិលអីរៀបចំអប់រំចិត្តអីក៏ឲ្យបានល្អទៅកុំឲ្យធ្វេសប្រហែសកុំឲ្យប្រមាទណាពាក្យចាស់លោកថាកុកភ្លេចជួងទៀតតែជួងអត់ភ្លេចកុកទេហ្នឹងយើងដឹងហើយណាទៀតណាហើទៅភ្លេចជួងតែជួងវានៅតែចាំចឹងកុកចុះមកជាប់ជួងនរកហ្នឹងអញ្ចឹងអត់ភ្លេចយើងទេទៀតយើងដល់ភ្លេចនរកណាហើយព្រះចក្របាលសម្ដែងថាទ្វានរកដូចជាទ្វាផ្ទះរបស់អ្នកដែលមានសេចក្តីប្រមាទចឹងឯងទៅហ្នឹងទៅនរកហ្នឹងប្រមាទហើយនរកនេះមានក្លិនស្អុយសពគ្រប់អ្នកឯងពួកសត្វដែលត្រូវកម្ដៅបៀតបៀនហើយហ្នឹងផឹកឈាមនឹងខ្ទុះមាននរកឈាមខ្ទុះទៅហើយដល់សួរមេតល័យទេបុតទៅថានៅពីមនុស្សនោះសម្រាប់ព្រះអរហន្តគឺមេត្តាបិតាណាហើយនឹងពុទ្ធសាវករបស់ព្រះពុទ្ធឈ្មោះថាបរាជិកក្នុងភាពជាក្រហោះសម្រាប់មេត្តាបិតាណាទេពួកជនអ្នកមានអំពើដល់លាមកនោះឯងរងបាបកម្មមានខ្ទុះមានឈាមណាអាហ្នឹងវារួចពីអវិជ័យនរកមកអញ្ចឹងទៅវាមិនមែនតន់ផុតពីនរកផ្សេងទៀតឯណាទៀតនរកក៏មានអាជ្រៅមានអារៈមានអាធំមានអាតូចច្រើនរណ្ដៅណាស់ហើយបរិវារនរកច្រើនទៀតណាហើយទៅទៀតដល់ទី12ដេកលើផែនដែកទៀតណាដេកលើផែនដែកភ្លើងហើយនៃយីបាលហ្នឹងដឹងតែគ្នាដេកលើអាដែកក្តៅហ្នឹងហើយយកដែកបុកពីលើគ្នាទៀតកាចអីក៏កាចណាស់ហើយមើលសត្វនរកមានអណ្ដាតមុតដោយសន្ទូចបីដូចជាស្បែកតែគេខ្វាដោយកង្វេងងប់ញ័រដូចត្រីដែលជន់បោះទៅលើគោកលើផែនដែកព្រោះហេតុអីហើយសត្វនរកហ្នឹងយំបង្ហូរទឹកភ្នែកមនាមេតល័យទេវសារថីខ្ញុំសួរអ្នកពួកជនដែលស៊ីសន្ទូចដេកតើពួកសត្វទាំងអស់នោះធ្វើបាបកម្មដូចម្ដេចណាអាហ្នឹងកាលដែលនៅជាមនុស្សឯណានីមួយស្ថិតនៅក្នុងតំណែងជាអ្នក
កាត់ថ្លៃទំនិញញ៉ាំងទំនិញដែលមានថ្លៃហ្នឹងឲ្យសាបសូន្យចាក់ថ្លៃបន្ថោកទំនិញគេប្រកបដោយអំពើកោងធ្វើអំពើកោងប្រហែលចង់បានទ្រព្យបីដូចជាសន្ទូចដែលគេបិទបាំងដោយនុយដើម្បីសម្លាប់ត្រីទីពឹងរបស់អ្នកធ្វើនៅអំពើកោងជាបុគ្គលដែលកម្មរបស់ខ្លួនរូបរត់ហើយណាពួកជនអ្នកមានអំពើល្មួកទាំងអស់នោះតែងរងបាបបានជាពួកជនទាំងអស់នោះជាអ្នកស៊ីនៅសន្ទូចដេកនៅអាហ្នឹងបោកប្រាស់គេទៀតកោងគឺថាបោកប្រាស់គេរឿងទំនិញរឿងស្អីស្អីហ្នឹងរស់ស៊ីខូចនិយាយទៅថាខូចទៅតែហ្មងទៀតណាដូចរបៀបដូចទេវតាដែលទៅជាដូនមួយហ្នឹងគាត់មានអភិជាអ្នកមេឲ្យគាត់វាភ្លេចទៅណាវាឡើងឆ្នាំស្អីស្អីវាប្រឡាក់វាប្រឡូកទៅប៉ុន្តែមេតែយកមកឲ្យទេវតាក្នុងការហ្នឹងយកមកពិនិត្យមើលទៅឃើញមេប៉ុណ្ណឹងហើយបន្ថោកតម្លៃគ្នាទៀតថានឹងថោកទេធ្វើជាមិនទិញដើរទៅចឹងតើព្រះបរមពុរិស័ទទៅតើបានប្រមូលប្រាក់ប្រមាណឲ្យទៅទាំងអស់ទុកទៅ8កហបណៈគ្រាន់ថ្លៃសំពៅតើអានទេវតាទៅមកសន្ទុះមកវិញដើម្បីបន្ថោកតម្លៃគេណាមករស់ទៅព្រះបរមពុរិស័ទទិញយកទៅបាត់ខឹងដេញតាមrồiព្រះបរមពុរិស័ទចុះសំពៅទៅបានចងពីនឹងព្រះបរមពុរិស័ទតាំងពីពេលនឹងមកអានឹងខ្ញុំឧទាហរណ៍ពីរឿងបន្ថោកគេអញ្ចឹងណាដោយកលល្បិចផ្សេងផ្សេងណាហ្នឹងហើយដល់ទៅអនុរៈទី13នរៈស្រីចឹងនៅទៅនរៈមានស្រីដែរណាហើយច្បាស់លាស់ហើយនៅនរៈវាអត់មានខោអាវនរៈរូបរាងជាស្រីអថៃភេវរូបមានខ្លួនដាច់ខ្ទេចខ្ទីអស់មានជាតិអាក្រក់មានខ្លួនប្រឡាក់ពះពេញទៅដោយឈាមនិងខ្ទុះមានខ្លួនដាច់រយះរយែងបីដូចគោទាំងឡាយដែលគេពន្លះក្នុងទីសម្លាប់គួងដើមដៃទាំងឡាយយំកន្ទក់កន្ទិញពួកស្រីទាំងនោះមានខ្លួនត្រឹមចង្កេះដាច់មកកណាត់អញ្ចឹងទៅនៅតែចង្កេះឡើងលើមកអញ្ចឹងទៅណាលិចចុះទៅក្នុងផែនដីហើយមានភ្លើងឆេះសន្ធោសន្ធៅមានភ្នំរមៀលកិនសពកាលទៀតគប់ទៅក្នុងដីចឹងទៅភ្នំភ្លើងរមៀលមកកិនទៀតមនាទេវសារថីខ្ញុំសួរអ្នកពួកស្ត្រីទាំងអស់នោះដែលមានខ្លួនត្រឹមចង្កេះគប់ទៅក្នុងដីត្រឹមចង្កេះហ្នឹងខ្លះដាច់ចឹងទៅខ្លះគប់ទៅក្នុងដីទៅលិចចុះក្នុងផែនដីមានភ្លើងឆេះសន្ធោសន្ធៅភ្នំរមៀលកិនសពកាលតើពួកស្ត្រីទាំងនោះបានធ្វើបាបកម្មដូចម្ដេចណាមេតល័យទេបុតឆ្លើយថាពួកស្ត្រីដែលកាលពីនៅមនុស្សមានត្រកូលស្ត្រីក្នុងត្រកូលណាមានអំពើមិនបរិសុទ្ធបានប្រព្រឹត្តនៅអំពើជារបស់អសប្បុរសពួកស្ត្រីទាំងនោះមានសភាពជាអ្នកលះបង់នៅស្វាមីណាហើយត្រាច់ទៅរកបរោះដតីព្រោះហេតុតែកាមគុណនិងលបែងពេលពួកស្ត្រីទាំងនោះក្នុងជីវលោកលោកញ៉ាំងបរោះដតីឲ្យត្រេកត្រអាលទៅមានភ្លើងឆេះសន្ធោសន្ធៅមានភ្នំរមៀលកិនដូច្នេះអាហ្នឹងរត់ចោលប្តីចឹងណាចោលបាត់ប្តីណាដាច់កាមេសុមិច្ឆាចារចឹងម៉ានេះណាអាណាដឹងខ្លួនខំធ្វើបន់ឲ្យច្រើនទៅត្រែកជួយរួចនិយាយមែនទេណាព្រោះក្នុងโลกនេះអាសេចក្តីទុក្ខនឹងវាអត់មានមកពីណាទេតែមកតែពីសេចក្តីសុបាយហ្នឹងឯងណាអត់តែរឿងអ្វីៗក្នុងโลกនេះអាមិស្សៈហ្នឹងគ្រាន់តែជាចំណងចងសត្វលោកទេហើយចាំចុះគ្រាន់តែជាគ្រឿងអាស្រ័យសម្រាប់រស់បើយើងមិនជាប់ជំពាក់អានឹងរួចខ្លួនអាមិស្សៈក្នុងโลกនេះរកសេចក្តីសុខស្ងប់ក្នុងចិត្តវិញកុំរកសេចក្តីសុខពីរបស់ខាងក្រៅអត់រួចខ្លួនទេស៊ីសងភ្លាមនេះក៏តែមានណាគឺអាសេចក្តីសុខដែលយើងចង់បានក្នុងโลกនេះមានតម្លៃគិតទៅនឹងសេចក្តីទុក្ខណាដូចចងការគេអញ្ចឹងទេខ្ចីភ្នែកទៅមើលខ្ចីទៅជាទៅលឺខ្ចីកាយទៅរោគសម្ផស្សបណ្ណាគឺសងការប៉ុណ្ណឹងទេតើយើងត្រេកអរអីនឹងសេចក្តីសុបាយណា
ចំណងកិលេសចំណងកម្មទៀតអត់មានសបាយហើយចំណេញអត់មានហ្មងទៀតបាយបណ្ណាគឺត្រូវរងទុកសងប៉ុណ្ណឹងមានតែថែមដោយសារការមើលដូចនន់មាននុកទៅជាមួយអបលវណ្ណាថាសបាយហើយបន្ទុសរាយបលវណ្ណាបានសម្រេចហើយប្រមាណឡាស់មក1ម៉ោងមកវិញខែដីស្រូបនៅដរករហូតដល់សប្តាហ៍ថ្ងៃទៀតហើយគិតមើលទៅអាសបាយប្រមាណមួយផ្លេតហ្នឹងហើយទៅខេះក្នុងនរកអាហ្នឹងបានថាកុំចង់សបាយក្នុងโลกនេះរកសេចក្តីស្ងប់ក្នុងចិត្តវិញទៅអាហ្នឹងបានប្រសើរទៅនិព្វានឲ្យផុតពីโลกនេះភព3នេះអត់ទេរឿងកម្មហ្នឹងវាចែកពេលគ្នាឲ្យផលល្អណាស់ទៀតណាចែកពេលគ្នាឲ្យផលគាត់មួយនោះឈ្មោះមេគាវិកៈណាមេកៈវិកៈមោស្រអាគោវោសឯកគាត់ហ្នឹងគាត់បាញ់សត្វទៀតបាញ់សត្វគាត់ធ្វើជាព្រានបាញ់សត្វមានសម្លាញ់ម្នាក់ជាឧបាសកណានជាបាសកហ្នឹងចេះតែដាស់តឿនគាត់កុំឲ្យសម្លាប់សត្វក៏អត់ស្ដាប់ទេបាសកហ្នឹងគាត់បានទៅថ្វាយបង្គំប្រខ័យណាស្របមួយអង្គដែលចិត្តដឹកតែងទៅលោកម្រងជារឿយសូមឲ្យជួយដល់សម្លាញ់ដែលមានកល្យាណមិត្តបានអញ្ចឹងទេចិត្តល្អកល្យាណមិត្តហ្នឹងគឺថាចង់ជួយធ្វើម៉េចឲ្យរួចពីផ្លូវទៅនរកហ្នឹងអញ្ចឹងទៅសូមឲ្យប្រខ័យណាស្របព្រះអង្គជួយប្រខ័យណាស្របគង់នៅស្ងៀមដល់ពេលមុនទៅបិណ្ឌបាតជួយទៅបានចង្ហាន់មកឆាន់ទៅបានចូលទៅកាន់ផ្ទះរបស់មេកវិកៈហ្នឹងឃើញប្រខ័យណាស្របគាត់ជ្រះថ្លាទៅជ្រះថ្លាចូលចិត្តហ្នឹងវាបានឧបនិស្ស័យត្រង់ដែលចូលចិត្តហ្នឹងដែរណាចូលចិត្តចឹងទៅក៏បាននិមន្តឲ្យចូលទៅក្នុងផ្ទះក្រៅអាសនៈអីសពគ្រប់ចឹងទៅបានប្រតិណាស្រាប់នឹងដាស់តឿនថាកុំឲ្យសម្លាប់សត្វអីអត់ព្រមស្ដាប់ថាខ្ញុំកណាវាសប្បាយបាញ់សត្វណាសប្បាយអត់ស្ដាប់លោកទៀតទេហើយចឹងប្រតិណាស្រាប់លោកថាឥឡូវចេះហ្នឹងបើមិនបានពេញមួយថ្ងៃហ្នឹងទេតែឯងតាំងចិត្តកុំសម្លាប់ពេលយប់ទៅមានអីពេលយប់ខ្ញុំក៏ថាតាំងចិត្តមិនសម្លាប់បានតែមិនបាច់ទៅយប់តែថ្ងៃខ្ញុំណាទៅឯណាអញ្ចឹងបានមកពេលហ្នឹងដែរជួយមិនបានទាំងអស់ទេតែស្លាប់ទៅជាវិមានកៈប្រែតជាវិមានកៈប្រែតពេលយប់អូយតាមមកគុណទាំង5ហ្នឹងសម្បូរទាំងសម្បូរដល់ពេលថ្ងៃភូមិឆ្កែខំនេះភូមិឆ្កែអូតាមខំកម្មនឹងវាចែកគ្នាអញ្ចឹងទៅណាចែកគ្នាឲ្យផលអញ្ចឹងបានព្រះនារតវិខតិទៅឃើញសាសួររឿងហ្នឹងហ្នឹងថាហើយវិមាននិកៈប្រែតហ្នឹងនៅក្នុងកំណើតទេវតាណាទេស្នាក់ចាតមហារាជការណាស្ដេចយមរាជអីហ្នឹងនៅក្នុងវិមានកៈប្រែតចឹងពេលណាកុសលកម្មឲ្យផលក៏សោះទៅកាមគុណចិត្តទៅពេលណាបាបឲ្យផលក៏មានទុក្ខមានលំបាកអញ្ចឹងដែរណាស្ដេចយមរាជក្នុងបរមត្តយោរិកៈហ្នឹងមិនមែនមានមួយអង្គទេណាយើងធ្វើបុណ្យឧទ្ទិសឲ្យស្ដេចយមរាជនៅក្នុងនរក8រណ្ដៅហ្នឹងក្នុងមួយរណ្ដៅមានស្ដេចយមរាជ4អង្គទៅណាទាំងអស់32អង្គដែលយមរាជនៅក្នុងកំណើតទេវតាចាតមហារាជការជាស្ដេចវិមានកៈប្រែតដែលសន្ធិដល់អហេតុកៈក៏មានទុហេតុកៈក៏មានតិហេតុកៈក៏មានអាចមានសម្រាប់អ្នកផលទៀតចឹងដល់យមរាជហើយបានសម្រាប់អ្នកផលឈប់ទុកឈប់លំបាកហើយយមបាលហ្នឹងក៏ពួកទេវតាចាតមហារាជការនឹងដែរប៉ុន្តែពីដើមមានចិត្តចូលចិត្តការបៀតបៀនអ្នកណាបៀតបៀនអ្នកដតីអីនេះត្រេកអរតាមទៅវាសន្សំអធិស្រ័យហ្នឹងវាយវាទៅធ្វើតែរនកម្មវាទៅអាហ្នឹងវាខូចចេះវាខូចចុះ
ត្រេកអរអញ្ចឹងទេហើយអាបាបហ្នឹងអត់បានឲ្យផលទេកុសលកម្មឯណានេះមួយហ្នឹងឲ្យតែកើតក្នុងកំណើតចាតមហារាជការហ្នឹងកើតក្នុងនរកហ្នឹងហ្មងចឹងតែអត់មានជាសត្វនរកអីគឺចូលចិត្តធ្វើទរណកម្មសត្វនរកហ្នឹងឯងអាហ្នឹងពួកវិមានកៈត្រែណាមានក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សបៈទៀតសម្ដែងពីពួកវិមានកៈត្រែអាយុវែងទៀតអាយុមួយចន្លោះពុទ្ធវិមានកៈត្រែវែងមែនទេនៅក្នុងសាសនាពុទ្ធកស្សបៈហ្នឹងមានឧបាសកជាសោតាបណ្ឌបកុលហើយគាត់មានក្រុមឧបាសកគាត់ទៅធ្វើបុណ្យធ្វើទានសន្ធឹកសន្ធាប់ណាស់ហើយភរិយារបស់ឧបាសកហ្នឹងភរិយារបស់គាត់ហ្នឹងក៏ជ្រះថ្លាដែរធ្វើបុណ្យធ្វើទានថ្វាយផ្កាថ្វាយអីចឹងទៅនាំគ្នាអីស្រីហ្នឹងប្រហែល500នាក់ហ្នឹងទៅអញ្ចឹងធ្វើបុណ្យច្រើនណាស់ជាមួយព្រះរាមាភិព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងភិក្ខុសង្ឃហ្នឹងបុណ្យច្រើនពេលមួយពួកនាងហ្នឹងទៅសំណាក់នឹងសាលាមួយតាមផ្លូវទៅវត្តហ្នឹងទៅជួបអ្នកលេង2-3នាក់ពួកអ្នកលេងហ្នឹងឃើញនាងហ្នឹងស្អាតទេហើយដឹងថាអូសិតតែអ្នកមានសិលទៀតដឹងអញ្ចឹងទៀតណាដល់អញ្ចឹងតាមស្នល់គ្នាអ្នកណាធ្វើឲ្យនាងនឹងដាច់សិលបានអញឲ្យ1000ហបណៈមួយគេចេញដើមទុនអញ្ចឹងណាស្រាប់តែអ្នកលេងមួយនោះថាអញអាចធ្វើបានហ្នឹងបើអញធ្វើមិនបានអញឲ្យអញ1000ហបណៈវិញគាត់នឹងចេះដេញពិនទេដល់អញ្ចឹងលេងមែនទេហ្មងខ្នល់មែនទេចេះដេញពិនពួកនាងហ្នឹងទៅនឹងសាលាសំណាក់ហ្នឹងដេញពិនបរោះចុះបរោះឡើងទៅភរិយាបាសកហ្នឹងស្រឡាញ់អ្នកដេញពិនហ្នឹងទៅអ្នកដេញពិនហ្នឹងបាននាងហ្នឹងអញ្ចឹងទៅនាងហ្នឹងដាច់សិលប្រព្រឹត្តកាមេសមិច្ឆាចារដល់អញ្ចឹងទៅទា1000ហបណៈពីអ្នកចាប់ផ្ដើមលេងខ្នល់ណាបាន1000ហបណៈរបស់គេទៅអញ្ចឹងដល់អ្នកចាញ់ហ្នឹងកើតទុកដែរអ្នកចាញ់ហ្នឹងអញជឿថាគេវាមានសិលហើយមកអញ្ចឹងឲ្យអញអស់1000ហបណៈអញទៅប្រាប់ប្តីនឹងឯងបាទប្តីទៅប្តីនឹងហៅទៅសួរដល់ហៅទៅសួរក៏ហក់ប្តីនឹងថែមទៅទៀតមកជន់ទៅទៀតអត់ទេខ្ញុំអត់ទេបើខ្ញុំប្រព្រឹត្តកន្លងចិត្តអ្នកមែនឲ្យឆ្កែខំខ្ញុំទៅហើយបាសក់ហ្នឹងគេសោតតាបណ្ឌបកុលគេហៅនាងហ្នឹង500នាក់ទៅសួរទៀតនាងហ្នឹងដឹងរឿងទេដឹងប៉ុន្តែសុំតែលំគ្នាអត់ទេបើខ្ញុំកុហកឲ្យខ្ញុំធ្វើជាទាស័យរបស់ភរិយាអ្នករហូតបើខ្ញុំសុំតែលំកុហកឲ្យខ្ញុំធ្វើជាខ្ញុំបំរើរហូតហើយទៅស្មានតែរួចខ្លួនទៅហើយនាងហ្នឹងដល់ទៅដឹងខ្លួនឯងខុសអញ្ចឹងចេះតែកើតទុកចឹងកើតទុកអញ្ចឹងទៅលំបាករីងរៃទៅស្លាប់ទៅប៉ុន្តែដល់ស្លាប់បន់ឲ្យផលបន់ដែលធ្វើជាមួយនឹងប្រពុតហ្នឹងខ្លាំងតែកាលដែលធ្វើទៅជ្រះថ្លាខ្លាំងណាទៅជ្រះថ្លាខ្លាំងបន់នឹងឲ្យកើតជាវិមានកៈត្រែកើតទៅនៅក្នុងវិមានសម្បើមមានរតនវត្ថុហើយពួកនាងនេះទៅកើតជាបរិវារមែនទៅណាហើយនាងនឹងដល់ពេលចុះពីវិមានទៅឆ្កែអត់ស្លឹកជាឆ្កែកបិតលោកជាមកខំហ្នឹងខំដូចជាស្រីឃ្លានខំស៊ីសាច់ទៅនៅខ្ទេចខ្ទីអស់នៅតលចាំពំយកទៅទម្លាក់នឹងអាណោតស្រះទម្លាក់ត្រង់អញ្ចឹងទៅបានទៅជាទេពធីតាមកវិញអញ្ចឹងទៅហ្នឹងត្រូវទៅឲ្យឆ្កែខំហ្នឹងអស់550ឆ្នាំទៀតរាល់យក550ឆ្នាំតាំងពីសាសនាពុទ្ធកស្សបៈមកពេលថ្ងៃអីរួចមកគឺសោយសពសម្បត្តិចិត្តអីសពគ្រប់ទាំងអស់ហើយនិយាយពីពួកនាង500ទៅនៅយូរពេកអត់សពអត់មានប្រុសណាម្នាក់ទៀតអត់ទេទាំងអស់គ្នាហ្នឹងគឺអត់មានប្រុសម្នាក់ហើយមានរាគៈមានអីធម្មតាចុះសិតតែជាអាហារទឹកក្នុងកំណើតវិញ្ញាណកៈប្រែឯងគិតធ្វើម៉េចបានប្រុសមកអញ្ចឹងក៏គិតត្រូវគ្នាបេះផ្លែស្វាយទាំងផ្លែស្វាយចិត្តបដែតតាមទលេគង្គាបដែតទៅតបោះ
ខ្លះក៏បានសោយទៅព្រានព្រៃខ្លះក៏បានទៅក្រោយមកបានពរាជានគរពរាណសីទៀតពរាជានៅនគរពរាណសីចុះស្រង់ទឹកដាក់សំណាញ់ខៀងបានផ្លែស្វាយគេរើសបានយកទៅថ្វាយព្រះអង្គអត់ទាន់សោយទៀតមានអ្នកសោយជំនួសមុនដើម្បីឲ្យដឹងសិនណាឲ្យភ្លក់ហ្នឹងមិនមែនឯងភ្លក់មើលផ្លែស្វាយនឹងឆ្ងាញ់ទេដាក់មួយម៉ាត់អូយព្រះអង្គមិនដែលជួបប្រទេសអីក៏មានរសជាតិអមដែរដាក់អញ្ចឹងដាក់មួយម៉ាត់ទៀតតែមើលបរិភោគពីរម៉ាត់ចូលទៅអ្នកដែលភ្លក់ហ្នឹងសក់លបាយអាចខ្លាហើយទៀតគ្រាន់តែជាតិស្វាយចូលទៅក្នុងខ្លួនអាម៉ាត់ទី2ហ្នឹងអាមុននឹងជ្រួតជ្រាបទៅសក់ទៅជាខ្មៅស្បែកនឹងឡើងតឹងទៅជាក្មេងកន្លោះទៀតមនុស្សចាស់ហើយហ្នឹងណាអញ្ចឹងបរិជានៅសល់ប្រមាណទុកព្រះអង្គសោយទៅប្រែរូបទៀតប្រែរូបឲ្យជារសជាតិទឹកហ្នឹងឲ្យជារសជាតិទឹកណាទៀតបានទេអាហារពួកវិញ្ញាណកៈប្រែតហ្នឹងមើលទៅនាងសតធីតាវិញ្ញាណកៈប្រែតយកទៅនៅរស់វិញ្ញាណកៈប្រែតនោះ700ឆ្នាំទៀតហើយមនុស្សក្នុងសម័យហ្នឹងមុនព្រះសម្មាសម្ពុទ្ធត្រាស់ដឹង700ឆ្នាំទឹកតែអាយុជាង100តើកាលហ្នឹងមុនព្រះពុទ្ធត្រាស់ដឹង700ឆ្នាំមនុស្សអាយុជាង100ឆ្នាំស្លាប់នាងសតធីតាទៅនៅវិញ្ញាណកៈប្រែតបរិភោគអាហារទឹករស់បាន700ឆ្នាំចឹងហើយនៅក្មេងស្អាតចេះនៅវិញ្ញាណកៈប្រែតតលតែអត់សុខអស់បន់ទៅសូមឲ្យប្តីយកមកស្រុកមនុស្សវិញគ្រាន់តែមកដល់មនុស្សព្រឹកចាស់ជ្រីងជ្រួញទៀមស្គមអស់កម្លាំងនៅបានដល់7ថ្ងៃឯស្លាប់ទៀតហ្នឹងដោយសាររឿងអាហារទឹកពរាជាចឹងដែរទៀតបានស្វាយទឹកប៉ុណ្ណឹងបានដឹងឲ្យជារសស្វាយទឹកអញ្ចឹងចង់ទៅរកឬគល់ស្វាយនឹងនៅណាប្រជុំពួកព្រានពួកអីហោហែកម្មពីសង្យុត្តនិកាយនិទានវៈណាបិដកខ្មែរយើងលេខ32មាននៅក្នុងលក្ខណៈសង្យុត្តនៅក្នុងនោះគឺមានសម្ដែងអំពីព្រះមហាមគ្គលាននិងព្រះថេរៈមួយអង្គទ្រង់ទៅនាមលក្ខណភេព្រះលក្ខណភេនេះនៅក្នុងពួកភិក្ខុ 1000 អង្គដែលបានស្ដាប់អតិតបរិយាយសូត្រក្នុងបឋមពោធិកាលបានជាព្រះរហន្តប៉ុន្តែរូបកាយរបស់លោកនឹងសំរុំត្រឹមត្រូវក្នុងលក្ខណៈនៃបរោះល្អស្រស់អញ្ចឹងទៅក៏មាននាមប្រកាសដល់ស័ក្តិព្រះមចារីថាណាព្រះលក្ខណៈក្នុងកាលនោះព្រះរាជានុភាទ្រង់គង់នៅនាវត្តវេលវ័នជាកលន្តកៈនិទាបស្ថានចិត្តក្រុងរាជក្រឹស្ណាហើយសម័យនោះដែរគឺព្រះមហាមគ្គលាននិងព្រះលក្ខណភេហ្នឹងគង់នៅភ្នំកិច្ចកោฏហើយបានព្រះមហាមគ្គលានហ្នឹងក៏បានស្លៀកស្បង់ទៅដល់បាតជ័យវរហ្នឹងទៅប្រមូលព្រះលក្ខណភេហ្នឹងថាលោកដែលមានអាយុមកយើងនិមន្តទៅបិណ្ឌបាតនៅឯក្រុងណាគណាលោកដែលមានអាយុព្រះលក្ខណៈព្រមនិមន្តទៅបិណ្ឌបាតជាមួយព្រះមហាមគ្គលានល្អទេទៀតព្រះអរហន្តនិមន្តបិណ្ឌបាតចុះពីភ្នំទៅអញ្ចឹងល្អទេគួរឲ្យមានសេរីជ្រះថ្លាក្នុងកាលនោះព្រះមហាមគ្គលានក៏បានញញឹមប្រលោកបានឃើញប្រែតណាប្រែតច្រើនណាស់ព្រះលក្ខណៈហ្នឹងក៏លោកបានសួរថាលោកដែលមានអាយុលោកញញឹមប្រហែលអីព្រះមហាមគ្គលានក៏ឆ្លើយតបថាកាលនេះមិនគួរដើម្បីខ្ញុំកណាឆ្លើយទេចាំនៅចំពោះពុភៈនៃព្រះរាមាភិសូមលោកដែលមានអាយុសាកសួរសេចក្តីនេះនឹងខ្ញុំកណាចុះក៏និមន្តទៅបិណ្ឌបាតទៅដល់ពេលឆាន់រួចហើយហ្នឹងក៏បានចូលទៅស្គាល់ព្រះដែលមានប្រភាក្នុងកាលនោះព្រះលក្ខណភេហ្នឹងក៏បានសាជូព្រះមហាមគ្គលានចំពោះប្រភៈនៃព្រះដែលមានប្រភាព្រះមហាមគ្គលានហ្នឹងក៏បានឆ្លើយថាខ្ញុំកណាបានឃើញប្រែតនឹងមានច្រើនណាស់មានអដ្ឋិសង្ឃលិកៈប្រែតមង្សៈពេឆិប្រែតមង្សៈបណ្ឌិប្រែតអីហោហើយចឹងទៅ
រៀបរាប់រួចចឹងទៅព្រះដ៏មានប្រភាព្រះអង្គក៏ទ្រង់អះអាងថាត្រូវហើយប្រែកទាំងតថាគតហ្នឹងក៏បានឃើញតាំងតែពីតថាគតទៅតែត្រាស់ដឹងនៅមណ្ឌលពោធិព្រឹក្សម្លេះនឹងប៉ុន្តែតថាគតមិនបានសម្ដែងព្រោះថាមិនមានសាវកណាជាសាក្សីសេចក្តីនេះបើអ្នកដទៃបានឮតថាគតសម្ដែងហើយមិនជឿតថាគតនោះរមែងប្រព្រឹត្តទៅជាបាបមានទោសប្រហែលតែការមិនជឿតថាគតឥឡូវតថាគតបញ្ជាក់សេចក្តីនេះដល់អ្នកទាំងឡាយគឺទៅតាមដែលព្រះមហាមោគលានបានឃើញយ៉ាងណាព្រះអង្គទ្រង់បញ្ជាក់ថាតថាគតនឹងបានឃើញតាំងតែពីទៅត្រាស់ដំណេះនៅក្នុងប្រែទាំងអស់នោះគឺព្រះមហាមោគលាននឹងបានឃើញប្រែនឹងមានតែរាងឆ្អឹងដែលទៅតាមអាកាសហើយត្រូវថ្មាតក្អែករអាតដូចកើតពីបាបប្រចាំហើយចំពោះសិតតែដែកដេញខំហើយចំពោះរឹងណាដាក់ក្រឹបបែកចាំដល់ខួរក្នុងចឹងហើយប្រែកនឹងស្រែកធ្ងោឲ្យទៅហឹកទៅតាមអាកាសចឹងនឹងគឺព្រះអង្គព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាគាត់នឹងអ្នកសម្លាប់គោនៅក្នុងរាជក្រឹស្នឹងឯងសម្លាប់គោដល់ពេលគាត់ស្លាប់ទៅធ្លាក់នរកអស់កាលដល់យូរវែង1000ឆ្នាំ10000ឆ្នាំ100,000ឆ្នាំដល់ពេលរួចពីនរកមកក៏បានកើតនៅក្នុងកំណើតប្រែតនេះដែលមានតែរាងឆ្អឹងពីព្រោះកំណួលឆ្អឹងហ្នឹងក៏បានទៅជានិមិត្តណាចឹងទៅជានិមិត្តនៅពេលដែលមរណាសន្និជីវ័នកើតឡើងនៅពេលដែលចិត្តចុតិអំពីនរកនោះតែអញ្ចឹងទៅក៏បានកម្មយកនៅឆ្អឹងនឹងឯងជានិមិត្តហើយក៏បដិសន្ធិក្នុងកំណើតប្រែតហ្នឹងជារាងឆ្អឹងនឹងអញ្ចឹងទៅហ្នឹងហើយប្រែតមកគូទៀតនោះដែលព្រះមហាមោគលានបានឃើញហ្នឹងជាដុំសាច់ប៉ុន្តែដុំហ្នឹងវាមិនមែនដុំមូលទេវាជាចម្រៀកហៅថាមង្សៈណាពេសិប្រែតហ្នឹងហើយជាចម្រៀកដុំសាច់គឺព្រះអង្គទ្រង់សម្ដែងតែគាត់ហ្នឹងអ្នកសម្លាប់គោដែរនៅនាក្រុងរាជក្រឹស្នហ្នឹងគឺគាត់បានយកសាច់គោហ្នឹងមកជ្រៀកជាចម្រៀកហាលហើយក៏លក់ចិញ្ចឹមជីវិតទៅហ្នឹងជាទោសរបស់បាណាតិបាតទៀតក៏ប៉ុន្តែក៏ព្រោះតែអាស្រ័យមានកាមជាហេតុដែរទៅប្រព្រឹត្តទៅដើម្បីការសម្លាប់ជីវិតសត្វហ្នឹងជាទោសរបស់កាមណាទៀតហើយចំពោះកាមដែលនាំឲ្យមានការសម្លាប់សត្វជាដើមទាំងអស់ហ្នឹងនៅណាវានៅក្នុងសន្តានរបស់យើងនៅឡើយឬក៏វាស្ងប់រងាប់ទៅហើយអាហ្នឹងដែលយើងត្រូវឃើញថាកាមទាំងឡាយចំបីតិចតួចក៏ដោយក៏វាជាបពុះរបស់មាវាជាទុកដែលមិនគួរប្រមាថសេះប្រហែសនៅក្នុងកាមទាំងឡាយនោះឡើយហើយប្រែតនោះមង្សៈបណ្ឌៈជាដុំសាច់គឺជាអ្នកសម្លាប់បក្សីបោចរោមបោចអីអស់ហើយក៏ជៀនទៅឲ្យទៅជាដុំសាច់មូលទៅរបស់ហ្នឹងវាទៅជានិមិត្តណាទៀតវាទៅជានិមិត្តដែលនាំឲ្យរួចពីនរកមកកើតជាប្រែតនេះជាប្រែតដុំសាច់ហើយសត្វតែពូសត្វក្នុងកំណើតប្រែតនឹងឯងដែលភ្នែកធម្មតាមើលមិនឃើញដូចគ្នាទាំងប្រែតទាំងខ្មាតទាំងក្អែកទាំងរអាតដែលដេញខំជាប់រហូតទៅស្រែកឲ្យរអឹសទៅតាមអាកាសហ្នឹងនៅនាក្នុងកិច្ចកោតនោះហ្នឹងដែលព្រះអង្គទ្រង់សម្ដែងពីបុព្វកម្មរបស់ពួកប្រែតទាំងអស់ហ្នឹងហើយប្រែតទី4នោះប្រែតនោះគឺមិនមានស្បែកហ្នឹងដែលមិនមានស្បែកហ្នឹងប្រែតប្រុសហ្នឹងអត់មានស្បែកព្រះអង្គទ្រង់សម្ដែងពីអ្នកសម្លាប់ជាមនៅក្នុងរាជក្រឹស្ននឹងឯងបកស្បែកជាមហ្នឹងហើយវាបាននៅអារម្មណ៍នឹងឯងដែលនាំឲ្យកើតទៅជាប្រែតអត់ស្បែកហើយប្រែតទី5នោះមានរោមជាដាវអសិលោមប្រែតហ្នឹងអ្នកសម្លាប់ជ្រូកដើររុះមកដោតជាប់ចង្កាយកឹបដូចរោមអញ្ចឹងហើយដល់នៅសេចក្តីទុកអញ្ចឹងទៅអ្នកសម្លាប់ជ្រូកនោះ
នឹងហើយប្រែកមកពួកទៀតទី6នោះមានរោមជាលំពេងណាសតិលោមៈប្រែកហ្នឹងអ្នកបាញ់អ្នកគុកអ្នកកវែងអ្នកសម្លាប់មរឹកណាពួយដោយលំពេងចោលសម្លាប់មរឹកហ្នឹងសិតតែប្រែតរួចពីនរកមកទាំងអស់ណាចឹងហ្នឹងហើយប្រែតមកពួកទៀតនោះទី7ហ្នឹងហៅថាឧបសប្រែតហ្នឹងមានរោមជាព្រួញហ្នឹងគឺពេជ្ជឃាតអ្នកសម្លាប់ចោលអ្នកសម្លាប់អ្នកទោសហ្នឹងដែលព្រះរាជាឲ្យយកទៅសម្លាប់ហ្នឹងគេសម្លាប់ដោយបាញ់ព្រួញហ្នឹងក៏មាននៅក្នុងកំណែប្រែតហ្នឹងដែរដែលរួចពីនរកមកហើយទី8ទី9នោះសូចេលោមកប្រែតហ្នឹងមានរោមដូចមជុលគាត់មួយនោះអ្នកយុះញងគេទៅនរកអញ្ចឹងដល់មកកើតជាប្រែតមានដៃធ្លាក់ចំកដាលក្បាលធ្លាយមកមាត់ហើយក៏ចូលតាមមាត់ធ្លាយតាមពពង់កចូលតាមពពង់កធ្លាយមកទ្រូងចូលតាមទ្រូងធ្លាយមកពោះចូលទៅក្នុងពោះធ្លាយមកភ្លៅចូលតាមភ្លៅធ្លាយទៅស្មងចូលស្មងធ្លាយទៅបាតជើងហ្នឹងប្រែតដែលមានទោសកើតពីការញុះញង់ទាំងអស់នេះសុទ្ធតែមានកាមជាហេតុណាទេដែលនាំឲ្យព្រឹត្តបាបទាំងអស់ហ្នឹងប្រែតមួយនោះមានរោមជាមជុលដែរគឺជានាយសារថីអ្នកបកគោហើយនឹងជាអ្នកបង្វឹកគោសេះចាក់ដោយចំនួនចឹងចាក់ដោយចំនួនក៏មានទោសនៅក្នុងកំណើតប្រែតហ្នឹងមានរោមសិតតែមជុលចាក់គឹបចឹងហ្នឹងហើយស្រែទៅហើយប្រែតមួយទៀតនោះទី10មកវគ្គហ្នឹងមាន10គឺឈ្មោះថាកំផន់ដែលប្រែតកំផន់កំភៈអញអន្តៈកំភៈក្អមទេអន្តៈពួងប្រែតហ្នឹងមានពួងប៉ប៉ិនក្អមអស់ធំហ្នឹងព្រះអង្គទ្រង់សម្ដែងថាគាត់ហ្នឹងអ្នកវិនិច្ឆ័យក្តីនៅក្រុងរាជក្រឹសហ្នឹងហើយដោយការវិនិច្ឆ័យនឹងឯងលំអៀងព្រោះទទួលសំណូករង្វាន់ពីគេដោយលោភលៈហើយក៏សម្លឹកគម្រាមកំហែងម្ចាស់ទ្រព្យនឹងឯងឲ្យម្ចាស់ទ្រព្យហ្នឹងមិនបាននៅទ្រព្យសម្បត្តិនោះដល់អញ្ចឹងទៅរបស់ដែលជាអវយវៈបិទបាំងហ្នឹងក៏បានបើបង្ហាញនៅក្នុងកំណើតជាប្រែតដែលតណាទៅលើកលីងហើយដល់ពេលអង្គុយដាក់ទ្រព្យអង្គុយទៀតដោយការប្រព្រឹត្តក្នុងឋានៈរបស់ខ្លួនមិនស្មើគឺវាប្រព្រឹត្តទៅតាមអំណាចកម្មដែលខ្លួនបានធ្វើហ្នឹងណាកំផន់ដែលប្រែតហើយមកវគ្គក្រោយទៀតសិតតែមានកាមជាហេតុទេណាប្រែតមួយនោះនៅក្នុងរណ្ដៅលមក់ព្រោះអីពីព្រោះព្រះអង្គទ្រង់សម្ដែងថាជាអ្នកប្រព្រឹត្តខុសក្នុងកាមដោយអំណាចការលួចយកនៅថតថពៈរបស់អ្នកដទៃហ្នឹងព្រោះស្ត្រីមិនមានកម្មសិទ្ធិអីលើផោថពៈខ្លួនឯងទេប៉ុន្តែមានអ្នកដទៃរក្សាដូចថាបើមានស្វាមីហើយស្វាមីហ្នឹងក៏ជាអ្នករក្សានៅថតថពៈហ្នឹងហើយដល់ទៅមានបរោះទៅលួចនៅថតថពៈដែលមានបរោះដទៃជាអ្នករក្សានៅឯងក៏ត្រូវទទួលនៅទរណកម្មដោយអំពើកម្មដែលខ្លួនបានធ្វើទៅណាហើយលក្ខនរករួចពីនរកមកនៅក្នុងរណ្ដៅលមក់សំគួរតាមកម្មដែលខ្លួនបានធ្វើប្រែតមួយនោះនៅក្នុងរណ្ដៅលមក់ហើយដៃឆ្វាលមក់ដាក់ក្នុងមាត់បរិភោគលមក់ហ្នឹងគាត់នឹងធ្លាក់នរកមកចន្លោះព្រះពុទ្ធទៅហើយជាព្រាហ្មណ៍នៅក្នុងសាសនាព្រះពុទ្ធកសិបៈមិច្ឆាទិដ្ឋិស្រាប់តែធ្វើជាចិត្តល្អនិមន្តព្រះភិក្ខុសង្ឃព្រះអរហន្តមកទទួលចង្ហាន់ដួសសត្វលមក់ដាក់ពេញភេជ្ជៈគ្របចិត្តស្រួលរួលនិមន្តលោកម្ចាស់ឆាន់ឲ្យឆ្អែតណាហើយបើឆាន់មិនអស់ទេយកទៅវត្តទៅនឹងដាក់ពេញលមក់ក្នុងភេជ្ជៈនឹងធ្លាក់នរកមួយចន្លោះព្រះពុទ្ធមកកើតជាប្រែតនៅក្នុងរណ្ដៅលមក់បរិភោគលមក់ខ្លួនឯងប្រែតមួយនោះទៀតទី3ក្នុងវគ្គទី2ហ្នឹងប្រែតស្រីអត់មានស្បែកនិច្ចវិថីណាប្រែតស្រីអត់មានស្បែកហ្នឹងព្រោះទោសកាមេសុមិច្ឆាចារៈដែរណាកាមេសុមិច្ឆាចារៈរបស់ស្ត្រីញាតិញោមស្រីជ្រាបហើយទេសិក្ខាបទដែលខ្លួនរក្សាហ្នឹងគឺត្រង់ដែលមិនស្មោះត្រង់នឹងប្តីណាអានេះកាមេរបស់ស្ត្រីណា
យើងត្រូវជ្រាបអញ្ចឹងក្នុងគម្ពីរបានសម្ដែងថាចំពោះផាប់ៈរបស់ស្ត្រីគឺខ្លួនឯងអត់ជាម្ចាស់ដើម្បីនឹងគ្រប់គ្រងលើផាប់ៈខ្លួនឯងទេណាព្រោះផាប់ៈខ្លួនឯងហ្នឹងកាលណាបើមានស្វាមីហើយក៏ត្រូវប្រគល់នៅផាប់ៈនេះឲ្យស្វាមីហ្នឹងគឺសាមីអ្នកជាម្ចាស់ជាពិសេសគឺម្ចាស់ទៅលើផាប់ៈនឹងហើយកាលណាដែលយើងប្រព្រឹត្តមិនស្មោះត្រង់បានដីថាជាការក្បត់ស្វាមីគឺយើងលួចផាប់ៈរបស់ស្វាមីផាប់ៈនៅក្នុងរូបកាយយើងហ្នឹងប៉ុន្តែជារបស់ស្វាមីហើយយើងលួចរបស់ស្វាមីនឹងឯងទៅរីករាយជាមួយនឹងបរិសដតីនេះជាកាមេសុមិច្ឆាចារៈរបស់ស្ត្រីណាទេអាហ្នឹងដោយអំណាចកម្មដែលខ្លួនប្រព្រឹត្តយ៉ាងនេះកើតជាប្រែតអត់ស្បែកទេនឹងហើយថ្មក្អែករអាតដេញខំប្រែតដែលអត់ស្បែកហ្នឹងតទៅទៀតព្រោះអីពីព្រោះមានកាមជាហេតុនឹងបានព្រះនាងខេមានឹងសម្ដែងថាដូចជាលំពេងឬក៏ដែកជ្រួចណាហើយក្រៃលែងណាស់ព្រះសម្មាសម្ពុទ្ធក៏ទ្រង់ត្រាស់សម្ដែងដោយច្រើនអំពីទោសរបស់កាមពុនទីបុត្រហ្នឹងគឺព្រះមហាមោគលានហ្នឹងបានឃើញប្រែតនឹងរូបអាក្រក់ហើយក្លិនស្អុយហ្នឹងរូបអាក្រក់ក្លិនស្អុយដល់ក្រៃលែងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាអ្នកនឹងគឺជាមេមត់នៅក្រុងរាជក្រឹស្នហ្នឹងដែលនៅជាមនុស្សណាហើយមានការប្រព្រឹត្តបោកនឹងឆោតគេយករបស់របរគេឲ្យគេយកគ្រឿងកោរបស់របរយកមកបូជាធ្វើពលិកម្មនឹងហើយក៏បើប្រាស់គេយករបស់ទាំងអស់ហ្នឹងមានការប្រព្រឹត្តអាក្រក់នៅក្នុងកំណើតមនុស្សដែលធ្វើជាមេមត់ហ្នឹងនៅក្នុងវចនានុក្រមសម្ដេចជួនណាតហ្នឹងសម្ដេចបានបញ្ជាក់ថាប្រហែលជាមកកំពីមគ្គមុតហ្នឹងដែលសរសេរមូលនឹងតបតៈហ្នឹងទំនងជាមកពីបាលីដែលថាមគ្គដែលប្រែថាស្លាប់ណាដូច្នេះមេមុតហ្នឹងគឺបានសេចក្តីថាជាមេខ្មោចគឺជាអ្នកដែលប្រកាសថាខ្មោចហ្នឹងចូលខ្លួនឯងខ្មោចនេះខ្មោចនោះចូលទៅខ្លួនឯងហ្នឹងជារូបសម្រាប់ឲ្យខ្មោចចូលនឹងគុណចាស់យត្តញោមស្ដាប់ប៉ុណ្ណឹងទៅជ្រាបហើយដែលហៅថាមេមុតនោះមានទោសទៀតនឹងមានទោសដោយការប្រព្រឹត្តបោកប្រាស់អ្នកដទៃដោយអកុសលចិត្តផ្សេងហ្នឹងក្រោយពីស្លាប់ទៅនរកចឹងរួចពីនរកមកហ្នឹងមកកើតជាប្រែតនឹងមានរូបអាក្រក់មានក្លិនស្អុយដោយអាស្រ័យយកគ្រឿងកោបរបស់អ្នកដទៃនឹងដោយការប្រព្រឹត្តនៅអំពើមិនគប្បីដោយផ្លូវកាយផ្លូវវាចាក៏មានរូបអាក្រក់នឹងដល់ក្រៃលែងព្រមទៅដោយចិត្តជាអកុសលដែលនាំឲ្យទទួលផលវិបាកមានសភាពយ៉ាងនេះដែលជាទោសនៃសង្សារវដ្តហើយមានប្រែតមួយនោះនៅក្នុងគំនោរងើកភ្លើងនិងប្រែតស្រីដែរនៅក្នុងគំនោរងើកភ្លើងរលាករលេះរលួយហូរទឹករងាយហូរទឹកឲ្យរហាមក្នុងដុំរងើកភ្លើងហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាគឺជាមហេសីនៅក្នុងនគរកលង្គៈកាលដែលនៅជាមនុស្សនោះឯងជាមហេសីរបស់ព្រះរាជាក្នុងនគរកលង្គៈមានអ៊ីសាចរណែនជាមួយនឹងស្ត្រីម្នាក់ដែលព្រះរាជានោះពេញរាជហប្រតិហើយកាលដែលព្រះរាជាមិនបាននៅក៏បានយកដុំរងើកភ្លើងដាក់ក្នុងភាជនៈមានឱកាសក៏ទៅជះលើនាងនោះឯងដោយដុំរងើកភ្លើងនោះព្រោះចិត្តបន្ទុះយ៉ាងនេះក៏បានទៅកម្មនរករួចពីនរកបានមកកើតជាប្រែតនឹងព្រះមហាមោគលាននឹងបានឃើញចឹងណាទេព្រះសម្មាសម្ពុទ្ធក៏សម្ដែងអំពីបុព្វកម្មរបស់ពពួកប្រែតទាំងអស់ហ្នឹងហើយនៅនាមប្រែតទី6នោះមកពួកហ្នឹងអត់ក្បាលហ្នឹងប្រែតហ្នឹងអត់ក្បាលប្រែតប្រុសប៉ុន្តែអត់ក្បាល
ព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងថាគឺជាពេជ្ជឃាតអ្នកកាត់ក្បាលចោលនៅក្នុងរាជក្រឹស្តនឹងឯងនឹងដោយអំណាចនិមិត្តនៃអំពើកម្មដែលបានប្រព្រឹត្តនោះរួចពីនរកមកកើតជាប្រែតអត់ក្បាលហើយឃើញដូចសន្តានមុខមាត់នោះមកនៅត្រង់ឯទ្រូងនេះដូចជាដាច់ចុកពីកកនេះគឺជាការប្រព្រឹត្តទៅតាមអំណាចកម្មដែលបានធ្វើណាហើយនៅមាន5ពួកទៀតនោះគឺភិក្ខុពីករណីសិក្ខមាណាសាមណេរសាមណេរីក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈទស្សពលណាជាអ្នកប្រព្រឹត្តនៅអំពើដ៏លាមកជាអ្នកដែលមិនខ្លាចបាបមិនខ្មាស់បាបនៅក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈនោះណាជាភិក្ខុជាភិក្ខុនីជាសិក្ខមាណាជាសាមណេរជាសាមណេរីហ្នឹងក៏អាចធ្លាក់នរកបានដែរហើយនឹងគិតទៅមួយចន្លោះនៃព្រះសម្មាសម្ពុទ្ធនៅក្នុងនរកហើយរួចពីនរកមកហ្នឹងមកកើតជាប្រែតក៏ដោយអំណាចនិមិត្តដែលនាំឲ្យមកកើតជាប្រែតហ្នឹងព្រោះនិមិត្តហ្នឹងជាអារម្មណ៍របស់មរណាសន្និជីវ័នមុននឹងចុះទៅពីនរកមកហ្នឹងនៅកើតជាប្រែតហ្នឹងមានទ្រង់ទ្រាយជាសម្ពុតជាជ័យវរជាសង្ឃាដីអីចឹងប៉ុន្តែរបស់ទាំងអស់ហ្នឹងក៏ត្រូវភ្លើងឆាបឆេះនៅក្នុងកំណើតប្រែតនោះណាប៉ុន្តែមើលទៅដឹងថាទ្រង់ទ្រាយហ្នឹងជាអ្នកបុស្សប៉ុន្តែគឺជាកំណើតប្រែតទេណាដែលអ្នកបួសនោះបួសអំពីសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងមានមកពួកហ្នឹងពួកភិក្ខុពួកភិក្ខុនីសិក្ខមាណាសាមណេរសាមណេរីដែលមានការបួសប្រព្រឹត្តជានេក្ខមៈបុគ្គលក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធមុននោះកស្សបៈទស្សពលហ្នឹងប៉ុន្តែក៏មានការប្រព្រឹត្តធ្វើនៅអំពើឆ្កំឆ្គងដែលមិនខ្លាចបាបមិនខ្មាស់បាបនៅក្នុងភាពជាអ្នកបួសហ្នឹងសេចក្តីទាំងអស់នេះគឺព្រះធម៌ក៏បានសម្ដែងអំពីទោសរបស់កាមណាចឹងនឹងដោយអំណាចកាមនឹងឯងជាកិលេសកម្មមាននៅក្នុងសន្តានដែលមិនបានលះទៅដោយអរិយមគ្គក៏រមែងពេញចិត្តនឹងវត្ថុកាមទាំងឡាយទាំងពួងព្រោះហេតុតែការពេញចិត្តនឹងឯងទៅនាំឲ្យអំពើកម្មទាំងឡាយកើតឡើងព្រោះការពេញចិត្តនោះជាបច្ច័យហ្នឹងព្រោះមានកាមជាហេតុព្រោះមានកាមជាបច្ច័យដែលនាំឲ្យសត្វលោកប្រព្រឹត្តកាយទុច្ចរិតវជ័យទុច្ចរិតនិងមនោទុច្ចរិតណា